ថ្ងៃនេះគឺជាថ្ងៃដំបូងហើយរវាងកូនស្រីខ្ញុំ2នាក់ហើយនឹងខ្ញុំកូនខ្ញុំគឺដំបូងនៃការទៅចូលសាលាមើលថែថ្មីណាចំណែកខ្ញុំវិញគឺថ្ងៃដំបូងនៃការចូលទៅធ្វើការវិញហើយដំបូងចេះបងប្អូនដឹងហើយសម្រាប់អ្នកនៅជប៉ុនគឺថាអីវ៉ាន់មិនចេះខ្វះទេបងប្អូនអីវ៉ាន់ស្ពាយថាស្ពាយពីខ្លួនបងប្អូនអាពេលបាកងអត់ទៅអីម៉ានអីវ៉ាន់សើច្រើនតែអាពេលចូលកងនេះវិញបងប្អូនអីវ៉ាន់ច្រើនមែនតើអីវ៉ាន់កូនផងអីវ៉ាន់ខ្ញុំផងហើយជាធម្មតាគឺខ្ញុំរៀបចំទុកមួយថ្ងៃមុនហើយប៉ុន្តែប្តីខ្ញុំគាត់ភ្លេចយកមករៀបចំទុកដាក់នៅក្នុងឡានខ្ញុំដល់ពេលអញ្ចឹងមានណាខ្ញុំរៀបចំខ្លួនឯងភ្លេចក្រោយកូនខ្ញុំថាម៉ាក់អើយយឺតហើយនៅភ្លេចកើតហ្នឹងហើយភ្លេចមែនបងប្អូនព្រោះមនុស្សខ្ញុំហ្នឹងគឺវាឧស្សាហ៍ភ្លេចច្រើនណាបងប្អូនហើយថាឡើងទៅពីព្រលឹមរៀបចំឲ្យវានៅតែរៀងយឺតហើយមួយយ៉ាងបងប្អូនអូយអាថ្ងៃចូលឆ្នាំពេលឈប់ចូលឆ្នាំចូលមកវិញក៏ភ្លៀងដល់ថ្ងៃនេះគឺបាកងហើយពេលចូលកងវិញក៏ភ្លៀងសត្វតាពេលស្ពាយវ៉ាន់ផ្ទៃតានឹងវាភ្លៀងហើយចូលមកដល់កន្លែងនេះបងប្អូនគឺកន្លែងសម្លៀកបំពាក់កន្លែងការងាររបស់ខ្ញុំកន្លែងការងាររបស់ខ្ញុំគឺគេសម្លៀកបំពាក់គឺគេមានតាមផ្នែកតាមអីគាត់ថាផ្នែកខ្ញុំគឺសម្លៀកពាក់ព័ន្ធនឹងឯងហើយត្រូវឃ្លុំបេសក់អីអត់ឲ្យចាញ់ញ៉ៃទេកន្លែងធ្វើការរបស់ខ្ញុំអត់ឲ្យពាក់គ្រឿងអលង្ការឲ្យពាក់អីទាំងអស់បងប្អូនព្រោះអីខ្លាចពេលដែលយើងកំពុងទៅវិចខ្ចប់ទៅវាធ្លាក់ចូលនៅក្នុងអីវ៉ាន់វាធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនណាព្រោះក្រុមហ៊ុនគេអនាម័យយើងធ្វើអញ្ចឹងទៅវាទៅជាលេខអនាម័យបងប្អូនហើយកន្លែងផ្លាស់សម្លៀកបំពាក់កន្លែងគឺគេមានបន្ទប់មានកញ្ចក់មានអីគេត្រឹមត្រូវតែខ្ញុំសម្រាប់ថ្ងៃត្រង់ខ្ញុំក៏ឆ្លៀតថតឲ្យបងប្អូនមើលទីចឹងថ្ងៃនេះថ្ងៃធ្វើការដំបូងរបស់ខ្ញុំចប់ហើយបងប្អូនមកធ្វើការមានអារម្មណ៍ស្ងប់ស្ងាត់មែនតើធ្លាប់ធ្វើគ្នាច្រើនអ្នកមកផ្នែកពួកខ្ញុំហ្នឹងគ្នាវា10នាក់ជាងណាហើយដល់ពេលតមកធ្វើទៅនៅសល់2នាក់អត់សូវសបោដល់ពេលចឹងទៅគេឈប់អស់ចឹងទៅវាស្ងាត់ណានេះមិនឈប់សម្រាប់ធម្មតាបងប្អូនគឺឈប់ពីក្រុមហ៊ុនតែម្ដងនិយាយទៅស្មារតីជនជាតិជប៉ុនហ្មងបងប្អូនខ្ញុំធ្លាប់ធ្វើការជាមួយភាសាក្រុមហ៊ុនអត់ធ្វើសបោការងារគឺពួកគាត់លាឈប់ខ្លួនឯងចាំឲ្យក្រុមហ៊ុនបញ្ឈប់ទេគឺលាឈប់ខ្លួនឯងទៅរកការងារថ្មីមកហើយនៅត្រាំត្រែងតែខ្ញុំទេព្រោះអីកន្លែងខ្ញុំធ្វើការនឹងស្រួលបងប្អូនស្រួលសុំច្បាប់ឈប់មែនតើដោយសារខ្ញុំមានកូនទូចយើងចង់ឈប់មួយថ្ងៃក៏បានអីមួយថ្ងៃក៏បានអញ្ចឹងណាហើយស្រួលហើយវាចិត្តផ្ទះចិត្តអីទៀតគ្រាន់ថាយើងចិត្តផ្ទះអញ្ចឹងជិះឡានមកធ្វើការដូចខ្ញុំចិត្តចំណេញឲ្យខាតព្រោះអីយើងអត់ទទួលបានថ្លៃសាំងទេថ្លៃសាំងចាប់ពី2គីឡូឡើងទៅគេគិតលួចឲ្យយើងហើយបើផ្ទះខ្ញុំគិតទៅមិនបាន2គីឡូផងដល់ពេលអញ្ចឹងអត់បានទទួលថ្លៃសាំងទេជិះកង់មកធ្វើការល្អប៉ុន្តែដោយសារខ្ញុំមានកូនទូចចុះការយើងពងធ្វើការអញ្ចឹងទៅខាងកូនយើងក្តៅខ្លួនក្តៅសាលាគេទេយើងទៅយកកូនយើងចេញទៅយកកូនដាក់កង់ពិបាកព្រោះអីកូនខ្ញុំមីទូចណាស់ជិះកង់ទេខ្លាចកង់អត់ជិះកត្រកមុខអត់ជិះទេតែបើកង់ទូចសម្រាប់ខ្ញុំជិះតែបើកង់ធំយើងជិះឲ្យដាក់គាត់មុខហ្នឹងអត់ជិះទេស្រែកដាច់ចោលមកចោលតែបើចឹងជិះឡានខាតទេបងប្អូនហើយនៅកន្លែងធ្វើការខ្ញុំបងប្អូនយើងធ្លាប់គ្នាច្រើនមកស្ងាត់អស់គឺមានអារម្មណ៍ថាស្ងប់ស្ងាត់មែនតែដូចដើរក្នុងព្រៃតែឯងបងប្អូនដើរក្នុងព្រៃគឺយើងលឺសលេងចាប់សលេងអីអានេះស្ងាត់ឈឹងមកដើរធ្វើការលេងមកជន់ណាខ្ញុំនៅជន់ទី3ធ្វើការមកជន់ដកតារី office ចេញទៅដូចយើងធ្វើតែឯងឃើញតែអីវ៉ាន់ស្តុកហើយយើងធ្វើតែឯងចឹងទៅហើយចង់ភ្ញាក់បងប្អូនពេលមុនខ្ញុំមកធ្វើការហ្នឹងមេខ្ញុំគាត់ផ្ញើមីសេកទៅឲ្យខ្ញុំហើយតែខ្ញុំអត់បានមើលគាត់ផ្ញើមីសេកប្រាប់ខ្ញុំថានៅកន្លែងធ្វើការហ្នឹងគឺអាហារថ្ងៃត្រង់គឺគេគិតលុយទេដូចមុននេះពីមុនគិតលុយតែឥឡូវគេគិតលុយណាហើយខ្ញុំមានបានមើលមីសេកណាបងប្អូនហើយខ្ញុំមកធ្វើការខ្ញុំប្រាប់មេខ្ញុំថាដោយសារវាទៅសម្បូរការងារអញ្ចឹងប្រហែលជាតម្រូវឲ្យយើងធ្វើការកន្លះថ្ងៃអញ្ចឹងណាអញ្ចឹងហើយខ្ញុំថាខ្ញុំហូបបាយខ្លួនឯងខ្ញុំអត់ហូបបាយក្រុមហ៊ុនទេព្រោះហូបបាយក្រុមហ៊ុនវាចំណាយលុយឲ្យក្រុមហ៊ុនមួយខែការខ្ញុំនៅហូបដូចជា4000 5000មកយើងគិតទៅវា$30ប្រហែលជា$30ណាអាហារថ្ងៃត្រង់មួយពេលហ្នឹងណាហើយខ្ញុំប្រាប់គាត់ថាខ្ញុំអត់ហូបទេខ្ញុំហូបបាយខ្លួនឯងគាត់ថាមានណាគាត់ផ្ញើមីសេកហើយថាហូបបាយឥឡូវគេគិតលុយទេខ្ញុំនៅពេលចឹងខ្ញុំភ្ញាក់អព្រើនដល់កហើយគេស្អែកខ្ញុំគ្រប់គ្នាបងប្អូនល្មមហ្នឹងចេញមកធ្វើបែកស្លើហើយអាហារនៅក្រុមហ៊ុនខ្ញុំបងប្អូនមួយពេលគឺអាហារថ្ងៃត្រង់មួយពេលគឺមាន12មុខណាតែ12មុខហ្នឹងមិនមែនសាច់ទាំងអស់ទេបងប្អូនគឺសាច់ដូចជាត្រឹម1មុខ2មុខអីទេបើក្រៅពីហ្នឹងបន្លែហើយលក្ខណៈកញ្ចប់គេអ្នកដែលធ្លាប់ហូបមកហូបជប៉ុនដឹងហើយមកហូបពេញមកតុក10មុខជាងហ្នឹងមិនមែនគេដាក់មួយចានមកប៉ុន្តែគេដាក់មួយចានទុយតែយើងហូបអស់ពេញថាពេញពោះមកពេញល្មមអត់មានលើអត់មានខ្វះកន្លែងក្រុមហ៊ុនខ្ញុំដូចគ្នាមកពេលហ្នឹងគឺមាន2 10មកយើងចូលចិត្តហូបអីយើងហូបទៅគេឲ្យយើងដើរចាត់ដូចយើងហូបអាហារ buffet អញ្ចឹងណាគាត់ថាខ្ញុំមិនហូបបាន12មុខទេមកពេលហ្នឹងព្រោះ12មុខច្រើនពេកខ្ញុំអាណាខ្ញុំចូលចិត្តខ្ញុំយកច្រើនអាណាខ្ញុំចូលចិត្តគឺខ្ញុំមិនចាប់ឲ្យមិនហូបហ្មងអញ្ចឹងហើយបើសិនណាយើងចាប់ហូបទាំង12មុខច្រើនណាបងប្អូនហូបអត់អស់ទេ